ចូលរួមតាមដានសាច់រឿងរន្ធត់រឿងខ្មោចនាងនោដែលនិយាយពីការសងសឹកនិងវិញ្ញាណមិនទៅចាប់ជាតិរបស់កូនក្រមុំដែលត្រូវបានបោះបង់ចោលក្នុងថ្ងៃមង្គលការសាច់រឿងចាប់ផ្ដើមនៅភូមិអូដំបងនាពាក់កណ្ដាលអាធាតក្រោមដើមជ្រៃធំមាត់ស្ទឹងតែសុទ្ធអាចរត់ផុតពីកណ្ដាប់ដៃខ្មោចនាងនោដែលពោពេញដោយកំហឹងបានដែរឬទេស្ដាប់រឿងរន្ធត់ខ្មែរថ្មីៗជារៀងរាល់ថ្ងៃរាត្រីខាផលគុណខ្យល់បក់ត្រជាក់ស្រឹបនាំមកនៅក្លិនផ្កាម្លិះជាសាយភាយពេញភូមិអូដំបងប៉ុន្តែវាមិនមែនជាក្លិនក្រអូបដែលគួរឲ្យចង់ដកដង្ហើមចូលឡើយទោះបីជាមានពន្លឺព្រះច័ន្ទពេញបមីរះច្បាស់ត្រដែតកណ្ដាលមេឃយ៉ាងណាក្ដីក៏ភាពស្ងប់ស្ងាត់ជ្រុំងំខុសធម្មតាបានគ្រប់ដណ្ដប់លើភូមិឋានទាំងមូលឲ្យស្ថិតក្នុងភាពភ័យខ្លាចយ៉ាងចម្លែកបំផុតអ្នកភូមិម្នាក់ប្រញាប់បិទទ្វារផ្ទះចាស់សោយ៉ាងជិតតាំងពីព្រះអាទិត្យមិនទាន់លិចបាត់ពីជើងមេឃម្លេះព្រោះតែពីចចាមអារាមដកគួរឲ្យរន្ធត់អំពីខ្មោចនាងនោដែលទើបតែធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងកាលពី7ថ្ងៃមុនយ៉ាងអណោចអាធម្មបំផុតនាងនោគឺជាកូនក្រមុំនាងស្រែដ៏ស្រស់ស្អាតម្នាក់ដែលមានសម្រស់លើសគេក្នុងភូមិប៉ុន្តែជោគវាសនាពិតជាបានលេងសើចនឹងនាងយ៉ាងសាហាវខូខៅនាងត្រូវបានបរិសុទ្ធជាសង្សារដែលគ្រូស្រឡាញ់ស្មារជីវិតបោះបង់ចោលក្នុងថ្ងៃមង្គលការយ៉ាងអាណត្តិបំផុតបណ្ដាលឲ្យនាងសម្រេចចិត្តចង់ក៏សម្លាប់ខ្លួននៅក្រោមដើមជ្រៃធំដែលស្ថិតនៅក្បែរមាត់ស្ទឹងជុំភូមិចាប់តាំងពីថ្ងៃដែលនាងស្លាប់ទៅគ្មានអ្នកណាម្នាក់ហ៊ានដើរកាត់ទីនោះនៅពេលយប់ឡើយសូម្បីតែសត្វធាតុដែលធ្លាប់តែរកស៊ីនៅទីនោះក៏ហាក់ដូចជាដឹងរឿងហើយនាំគ្នាគេចវេះបាត់អស់ដែរសុទ្ធជាយុវជនម្នាក់ដែលមានចិត្តក្លាហាននឹងរឿងរស់គេមិនសូវជឿលើរឿងអបិយជំនឿឬរឿងខ្មោចព្រៃពិសាចឡើយយប់នោះដោយសារតែមានកិច្ចការងារម៉ាញឹកគេត្រូវបង្ខំចិត្តត្រឡប់មកទីនួយក្រៅខុសត្រូវស្រែចម្ការយឺតជាងសពដងរហូតដល់ពាក់កណ្ដាលអាធ្រាត្រក្នុងខណៈពេលដែលគេកំពុងតែធាក់កង់ចាស់កញ្ចាស់តាមផ្លូវដីល្បាប់ដែលពោពេញទៅដោយភូក្បែរមាត់ស្ទឹងស្រាប់តែមានខ្យល់ត្រជាក់ស្រេបម្យ៉ាងបក់មកប៉ះចំកញ្ចឹងករបស់គេពីក្រោយធ្វើឲ្យរំស្បែកទូទាំងខ្លួនរបស់គេក្រោកឡើងព្រឺព្រួតដោយមិនដឹងខ្លួនសំឡេងកង្កែបនិងយំអុកដែលធ្លាប់តែលឺរំពងស្រាប់តែស្ងាត់ឈឹងដូចជាមានអ្វីម្យ៉ាងមកខ្ទប់មាត់ពួកវាទុកហេតុអ្វីបានជាយប់នេះវាស្ងាត់ខុសពីធម្មតាម្ល៉េះសូម្បីតែសំឡេងទឹកស្ទឹងហូរក៏មិនឮដែរសុទ្ធរអ៊ូតមម្នាក់ឯងដើម្បីបំបត្តិភាពភ័យខ្លាចខណៈដែលសំឡេងឆ្កែចាប់ផ្ដើមលូកណ្ដាលអាធ្រាត្របន្លឺឡើងលឺរំពងពេញព្រៃដូចជាកំពុងឃើញអ្វីម្យ៉ាងដែលគួរឲ្យរន្ធត់ស្រាប់តែនៅខាងមុខផ្លូវប្រហែល10ម៉ែត្រប៉ុណ្ណោះសុទ្ធបានឃើញស្រមោលពណ៌សម្យ៉ាងឈរធ្លីងនៅក្រោមដើមជ្រៃធំដែលជានិមិត្តរូបនៃសេចក្តីស្លាប់របស់នាងនោស្រមោលនោះស្លៀកសម្លៀកបំពាក់ពណ៌សវែងអន្លាយអូដីសពខ្មៅរលូងវែងរហូតដល់ចង្កេះហើយឈរបែរខ្នងដឹកគេហាក់ដូចជាកំពុងរង់ចាំនរាម្នាក់ក្នុងចិត្តរបស់ស៊ីតចាប់ដើមភ័យតក់ស្លុតជាខ្លាំងចិត្តមួយចង់បន្តដំណើរទៅមុខដើម្បីឲ្យដល់ផ្ទះឆាប់ចិត្តមួយទៀតចង់បកក្រោយរត់គេចប៉ុន្តែដោយសារតែផ្លូវឆ្ពោះទៅកាន់ផ្ទះរបស់គេមានតែមួយខ្សែនេះគត់សុទ្ធក៏សម្រេចចិត្តសង្កត់ចិត្តឲ្យធ្ងន់រួចធាក់កង់ទៅមុខយឺតទាំងបេះដូងលោតញប់ដូចជាចង់ផ្ទុះចេញពីទ្រូងកាលបាកាន់ដែលខិតចិត្តដល់ស្រមោលនោះក្លិនស្អុយអសត់ម្យ៉ាងដែលមិនអានពណ៌នាបានក៏ចាប់ផ្ដើមចេះភាយចេញមកយ៉ាងខ្លាំងវាជាក្លិនដែលដូចជាសាកសពដែលស្អុយរលួយរាប់ខែមកហើយអ្នកណាគេนั้นយប់ជ្រៅណាស់ហើយហេតុអ្វីបានជាមកឈរនៅទីនេះម្នាក់ឯងសុទ្ធប្រមូលសេចក្តីក្លាហានស៊ូទៅកាន់ស្រមោលនោះទាំងសំឡេងញ័រទៅត្រៀកភ្លាមនោះស្រមោលពណ៌សចាប់ផ្ដើមងាកមកយឺតតាមសំឡេងហៅពន្លឺព្រះច័ន្ទដ៏ត្រជាក់ភ្នែកបានចាំងចំផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាតដោយទេពអប្សរប៉ុន្តែឥឡូវនេះវាคล้ายជាផ្ទៃមុខដែលហើមប៉ោងខ្លាំងរហូតដល់ព្រៃស្បែកភ្នែកទាំងពីរលៀនចេញមកក្រៅស្ទើរតែធ្លាក់ពីក្នុងរណ្ដៅភ្នែកហើយអ្វីដែលគួរឲ្យคล้ายពីសុទ្ធនោះគឺអណ្ដាតពណ៌ខ្មៅវែងលុយចេញពីមាត់អូដល់ទ្រូងនាងមិនមែនជាមនុស្សទៀតទេគឺជានាងនោដែលស្លាប់ទៅដោយកំហឹងនិងការឈឺចាប់នាងសម្លឹងមើលសុទ្ធដោយកែវភ្នែកពណ៌ក្រហមឆ្អៅដូចជាឈាមរួចក៏បញ្ចេញសំណោចកកឹកយ៉ាងក្រលួតដែលធ្វើឲ្យអ្នកស្ដាប់ស្ទើរតែបែកក្រដាសត្រចៀកមកនៅជាមួយគ្នាទៅបងខ្ញុំចាំបងយូរហើយសំឡេងរបស់នាងមិនមែនជាសំឡេងមនុស្សឡើយវាដូចជាសំឡេងដែលចេញពីក្នុងរណ្ដៅដីដ៏ជ្រៅសុទ្ធមានអារម្មណ៍ថាដង្ហើមរបស់គេចាប់ផ្ដើមដាច់វាលមុខយ៉ាងខ្លាំងរួចក៏ដួលខ្ពស់សន្លប់បាត់ស្មារតីធ្លាក់ពីលើកង់នៃមុខខ្មោចនាងនោភ្លាមខណៈដែលដៃដែលស្គមស្កាងមានក្រចកវែងរបស់នាងកំពុងតែលូកមកជិតករបស់គេយឺតដោយក្តីស្រែកឃ្លានប្រឡាំង
ម្រាមដៃដល់ត្រជាក់ស្រាប់នឹងស្រួយដោយកំបិតរបស់ញ៉ែណូបានប៉ះនឹងស្បែកករបស់សុទ្ធយឺតធ្វើឲ្យឈាមគ្រុនរបស់គេហាក់ដូចជាកកស្ទះភ្លាមទោះបីជាគេកំពុងស្ថិតក្នុងសភាពសន្លប់បាត់ស្មារតីក៏ដោយភាពត្រជាក់ដែលចេញពីចុងក្រចករបស់នាងបានជ្រាបចូលទៅក្នុងសរសៃឈាមរបស់សុទ្ធបង្កជាភាពឈឺឆាប់យ៉ាងខ្លាំងក្នុងសពិនដ៏ខ្មៅងងឹតដែលគេកំពុងជួបប្រទះក្នុងមនសិការដែលនៅសេសសល់តិចតួចបំផុតសុទ្ធបានឃើញរូបភាពកាលពីអតីតកាលដែលគេព្យាយាមបំភ្លេចចោលជាច្រើនឆ្នាំមកហើយនាងណូដែលធ្លាប់តែមានសម្រស់ស្រស់ស្អាតនិងស្នាមញញឹមដ៏ទន់ភ្លន់កំពុងអង្គុយយំយ៉ាងកំសត់នៅក្រោមដើមជ្រៃធំដែលបច្ចុប្បន្នជាកន្លែងដែលនាងបានស្លាប់ខណៈដែលមេឃកំពុងបង្អោរឃ្លៀងយ៉ាងខ្លាំងដូចជាចង់ចូលរួមរំលែកទុក្ខនាងរងចាំសុទ្ធដែលបានសន្យាយ៉ាងមុតមមថានឹងរត់តាមគនីដើម្បីសាងជីវិតថ្មីប៉ុន្តែសុទ្ធបែរជាត្រូវបានគ្រួសារបង្ខំឲ្យរៀបការជាមួយស្រីផ្សេងដោយមិនបានបន្តដំណឹងដល់នាងឡើយការឈឺចាប់ដែលត្រូវបានគេបោះបង់ចោលមិនការរងចាំដោយមានសង្ឃឹមក្នុងភាពងងឹតបានធ្វើឲ្យនាងសម្រេចចិត្តបង្កាប់ជីវិតខ្លួនឯងដោយការចងកនៅទីនោះតែម្ដងដើម្បីបំផាប់ទុក្ខវេទនាសំឡេងសាយក្អឹកដែលធ្លាប់តែគួរឲ្យខ្លាចរបស់ខ្មោចនាងណូស្រាប់តែប្រែជាសំឡេងយំខ្សឹកសួលដោយគួរឲ្យអាសូរខ្លាំងបំផុតវាកប់ជ្រៅទៅក្នុងបេះដូងអ្នកស្ដាប់នាងចាប់ផ្ដើមរឹតខរបស់សុទ្ធកាន់តែខ្លាំងឡើងរហូតដល់មុខរបស់គេប្រែជាស្វាយនិងដង្ហើមរបស់គេកាន់តែខ្សោយទៅប៉ុន្តែในขณะដែលព្រលឹងរបស់សុទ្ធហៀបនឹងចាក់ចេញពីខ្លួនទៅហើយនោះស្រាប់តែមានពន្លឺពណ៌មាសមួយបានជាមកចំពីលើខ្លួនរបស់គេយ៉ាងភ្លឺចិញ្ចាចឈប់ភ្លាមនាងនោះកុំយកកំហឹងនិងគំនុំផ្ទាល់ខ្លួនមកសាងបាបកម្មបន្តទៀតអីវត្តសង្សារនេះគួរតែបញ្ចប់ត្រឹមនេះចុះសំឡេងដ៏អង្អាចនិងពោពេញដោយអំណាចរបស់លោកតាអាគីដែលជាគ្រូអាចារ្យចំណាក់ដ៏មានបារមីប្រចាំភូមិបានបន្លឺឡើងកាត់ភាពស្ងាត់ជ្រុងងំនៃរាត្រីដ៏ខ្មៅងងឹតលោកតាបានដើរចេញពីទីងងឹតយឺតដោយក្នុងដៃម្ខាងមានកាន់ដំបងឈើញងដែលចាយ៉ាត់ការពារនិងដៃម្ខាងទៀតកាន់ផ្ទើទឹកមុនដ៏ស័ក្តិសិទ្ធិខ្មោចនាងណូបានងើបមុខសម្លឹកមើលលោកតាដោយកំហឹងដែលហាក់ដូចជាចង់ស៊ីសាច់ហែកឈាមរួចក៏ស្រែកកំហកដាក់យ៉ាងខ្លាំងរហូតដល់ស្លឹកឈើនិងដើមឈើក្បែរនោះរឹងជួយដូចជាមានខ្យល់ព្យុះគេត្រូវតែទៅជាមួយខ្ញុំគេជាអ្នកសម្លាប់ខ្ញុំគេជាមនុស្សក្បត់ភាគសន្យានាងស្រែកខ្លាំងដោយភាពឈឺចាប់ប៉ុន្តែលោកតាអាគីមិនមានភាពរុញរាយនៅក្នុងចិត្តឡើយគាត់បានចាប់ផ្ដើមសូត្រធម៌បញ្ជាគ្រោះកាយសាហាវនិងជះទឹកមុនទៅលើរូបរាងដ៏អាក្រក់របស់នាងណូភ្លាមនោះសាគៀកលាវដល់សាកតិបានប៉ះនឹងខ្លួននាងបង្កជាផ្សែងហួយទ្រលំដូចជាត្រូវភ្លើងឆេះសន្ធោនាងណូស្រែកយំដោយភាពឈឺចាប់ខ្លាំងបំផុតរូបរាងដែលធ្លាប់តែគួរឲ្យខ្លាចក៏ចាប់ផ្ដើមរលាយបាត់បន្តិចម្ដងនៅក្នុងអាកាសមុននឹងបាត់សម្រទៅជារៀងរហូតនាងបានសម្លឹងមើលមុខសុទ្ធដែលកំពុងសន្លប់ជាលើកចុងក្រោយដោយកែវភ្នែកដែលប្រែពីពណ៌ក្រហមឈាមមកជាកែវភ្នែកដែលពោពេញដោយភាពសោកសៅនិងការលាឃ្លាជាជាងការចង់បីព្យាបាទដោយមុនសុទ្ធបានដឹងខ្លួនឡើងវិញនៅព្រឹកព្រលឹមថ្ងៃបន្ទាប់នៅក្នុងសាលាចាត់ទានក្បែរភូមិដោយមានលោកតាអាគីអង្គុយសូត្រធម៌ចម្រើនប្រែបរិទ្ធនៅក្បែរនោះខ្លួនប្រាណរបស់គេនៅតែមានអារម្មណ៍ថាទន់ខ្សោយនៅត្រជាក់ញាក់ញ័រហើយនៅត្រង់ករបស់គេមានស្នាមជាមខ្មៅដូចជាម្រាមដៃមនុស្សដែលច្របាច់យ៉ាងខ្លាំងដែលវានឹងคล้ายជាស្លាកស្នាមជាប់ខ្លួនអស់មួយជីវិតដើម្បីជាការរំលឹកស្មារតីលោកតាបានប្រាប់សុទ្ធដោយសំឡេងស្រទន់ថានាងមិនបានទៅណាឆ្ងាយដោយក្តីសោកនោះទេនាងគ្រាន់តែរងចាំការរំដោះកម្មពៀចេញពីចិត្តរបស់ឯងប៉ុណ្ណោះកំហុសដែលឯងបានធ្វើត្រូវតែសងដោយអំពើល្អចាប់តាំងពីថ្ងៃនោះមកសុទ្ធបានសម្រេចចិត្តបួសជាសង្ឃអស់មួយជីវិតដើម្បីសាងកុសលផលបុណ្យដ៏ធំធេងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធរបស់នាងនោះដើម្បីឲ្យនាងបានទៅកាន់សុគតិភពនិងដើម្បីលាងចម្រាស់នូវពីសន្យាដែលគេធ្លាប់បានធ្វើឲ្យនាងឈឺចាប់រហូតដល់បាត់បង់ជីវិតរឿងរ៉ាវខ្មោចនាងនោះក៏ក្លាយជាមេរៀនដាស់តឿនដល់អ្នកភូមិចំនួនក្រោយគ្រប់គ្នាអំពីតម្លៃនៃពីសន្យានិងផលវិបាកនៃគំនុំសងសឹកដែលមិនអាចរំលាយបានដោយងាយប្រសិនបើគ្មានការអភ័យទោសសន្តិភាពបានត្រឡប់មកខណ្ឌភូមិវិញប៉ុន្តែនៅពេលយប់ដែលមានខ្យល់បក់ត្រជាក់ខ្លាំងអ្នកភូមិមួយចំនួននៅតែអះអាងថាមានឃើញសមស្រីម្នាក់ឈើមើលមកពីចម្ងាយដោយភាពស្ងប់ស្ងាត់បំផុតនៅក្រោមដើមជ្រៃធំនោះ